ឥឡូវយើងមកទស្សនាវីដេអូ highlight សាជាថ្មីគឺការប្រកួតរវាង Al Nassr ជាមួយនឹង Al Riyadh នៅក្របខ័ណ្ឌ Saudi Pro League នៅឯប្រទេសអារ៉ាប៊ីសាអូឌីតការចាប់ដៃស្វាគមន៍គ្នារវាងក្លឹបទាំងពីរតែបើចេញពីខាងក្រុម Al Riyadh អ្នកចាំទីរបស់ Al Riyadh គឺមានឈ្មោះថា Bojen ហើយនេះជាគ្រូបង្វឹករបស់ Al Nassr គឺលោក Jesus សញ្ជាតិប៉ុកតុហ្គាល់ហើយលើកទៅចេញពី Al Riyadh មួយក្បាលត្រង់នេះប៉ុន្តែធ្វើមិនបានល្អព្យាយាមដែរ Al Riyadh សម្រុកជាលើកដំបូងប៉ុន្តែធ្វើមិនបានល្អកីឡាកររបស់ Al Riyadh សោកស្ដាយមែនទែនទៅវិញពី Al Riyadh ទៀតបងប្អូនប្រិមត្តយើងរំលាក់ទៅខាងណាចេះចោះចូលទៅខាងស្លាប់ខាងឆ្វេងហើយត្រង់នេះសុទ្ធស្ដាមអត់ចូលទេជួយបានដល់អ្នកចាំទីតែបាល់នេះមើលទំនងដូចជាអស់សាយនេះអ្នកចាំទីរបស់ Al Nassr គឺលោក Bento អូអស់សាយមែនទែនបងប្អូនប្រិមត្តយើងគឺអស់សាយបាល់នេះបើសិនជាចូលក៏មិនឲ្យដែរចៅ Felix ចោះចូលទៅខាងក្នុងប៉ុន្តែត្រូវបានជួយស្គ្រូដោយអ្នកចាំទីអត់អីទេអ្នកចាំទីរបស់ Al Riyadh ជួយបានគឺ Bojen ហើយត្រង់នេះលើកចូលក្នុងប៉ុន្តែព្យាយាមដោយ Al Nassr អូស៊ីសូហើយអូម៉ាណេអត់ចូលទេបងប្អូនប្រិមត្តយើងម៉ាណេតែ bicycle kick ប៉ុន្តែអត់ចូលនេះត្រង់នេះទៅពី Al Riyadh ពីស្លាប់ខាងឆ្វេងទៅឲ្យបងប្អូនប្រិមត្តយើងចោះចូលក្នុងប៉ុន្តែ clear ដោយខ្សែការពាររបស់ Al Nassr បានខ្សែការពារជួយសង្គ្រោះបានគឺ Martin ទៅវិញពី Al Nassr ចោះចូលទៅខាងក្នុងទាញ1ទាញ2កັບត្រង់នេះហើយបញ្ជូនឲ្យចៅ Felix សុទ្ធស្ដាមអត់ចូលទេសោកស្ដាយមែនទែនចៅ Felix លេខ79របស់កីឡាករ Al Nassr ចៅ Felix មានអាយុត្រឹមតែ18ឆ្នាំប៉ុណ្ណោះគឺសញ្ជាតិប៉ុកតុហ្គាល់វ័យក្មេងប៉ុន្តែមានសមត្ថភាពខ្លាំងក្លាបំផុតបងប្អូនប្រិមិត្តការប្រកួតនេះគឺมันមានវត្តមានរបស់ Cristiano Ronaldo ទេប្រហែលទុកជើងលេងនៅវគ្គក្រោយហើយយើងអាចមកមើលតារាងបន្ទុកខ្លះដែលក្រុម Al Nassr គួតចំនួន19ប្រកួតឈ្នះ15ចាញ់3ស្មើ1ហើយបន្ទុករបស់ Al Nassr គឺប្រក46បន្ទុកឈរលេខរៀងទី2នៅក្របខ័ណ្ឌ Saudi Pro League លេខរៀងទី1នោះគឺ Al Hilal មាន47បន្ទុកឥឡូវយើងបងបាយអារម្មណ៍បងប្អូនប្រិមិត្តមកទស្សនាការប្រកួតនៅលើទីលានវិញម្ដងហើយទៅលើវិញពីចៅ Felix ចោះចូលខាងក្នុងប៉ុន្តែទៅបានអ្នកចាំទីជួយស្គ្រូបានឥឡូវទៅពី Al Riyadh ទៀតហើយបងប្អូនប្រិមិត្តយើងទៅឲ្យពីស្លាប់ឆ្វេងហើយត្រង់នេះបញ្ជូនហើយក៏សុទ្ធស្ដាំត្រង់នេះតែព្យាយាមអត់បានល្អហើយផ្ទះមួយជើងឆ្វេងចូលតែបាល់នេះអញ្ញាកដានមិនឲ្យទេគឺបាល់អស់សាយបាត់ទៅហើយចំហក្រៅលបែងដោយសារកីឡាកររបស់ Al Riyadh ចេញទៅខាងមុននេះបងប្អូនប្រិមិត្តគឺបាល់អស់សាយហើយចូលជាង1ម៉ែត្រជាង Al Riyadh មើលទៅចូលចិត្តតែលេងតែស្លាប់ខាងឆ្វេងបងប្អូនគឺកីឡាករនៅខាងស្លាប់ខាងឆ្វេងរបស់ Al Riyadh គឺមាន Harun និង Ogu អញ្ចឹងបានចូលចិត្តលេងក្នុងស្លាប់ខាងឆ្វេងមួយពី Al Nassr ចោះចូលខាងក្នុងដល់ចៅ Felix ហើយមួយជើងស្ដាំត្រង់នេះគឺអត់ចូលទេអូហូយបងប្អូនប្រិមិត្តសោកស្ដាយមែនទែននេះអូទះមួយជើងស្ដាំលេខ29របស់ Al Nassr Gareb មិញសុទ្ធមួយជើងស្ដាំគឺអត់ចូល Gareb នេះក៏ល្អដែរបងប្អូនប្រិមិត្តសម្រាប់កីឡាករនៅ Al Nassr ទៅវិញ Al Riyadh 1-2ហើយសុទ្ធស្ដាមត្រង់នេះគឺអត់ចូលទេអូគ្រូបង្វឹករបស់ Al Riyadh គឺសប្បាយចិត្តបាត់ហើយបើបាល់ចូលប៉ុន្តែនេះបាល់អត់ចូលហើយលើកត្រង់នេះពី Al Riyadh ប៉ុន្តែ clear បានដល់ Bento ជាអ្នកចាំទីរបស់ Al Nassr ហើយទៅវិញពី Al Riyadh បុកទៅទៀតហើយបងប្អូនយើងហើយផ្ទះចូលខាងក្នុងត្រង់នេះហើយសុទ្ធឆ្វេងចូលប៉ុន្តែបាល់នេះគឺអស់សាយទៀតហើយបងប្អូនប្រិមិត្ត Al Riyadh ថ្ងៃនេះយ៉ាងមិនចេះគឺបាល់អស់សាយរហូតព្យាយាមដែរសម្រុកដែរប៉ុន្តែធ្វើមិនបានល្អដោយបាល់អស់សាយច្រើនលើកច្រើនសារហើយលើកត្រង់នេះម្ដងទៀតប៉ុន្តែត្រូវ clear ចេញនៅខ្សែការពាររបស់ Al Nassr មើលទៅប្រហែលជារក្សាលទ្ធផល1-0ថ្ងៃនាំ Al Nassr នាំមុខទៅលើ Al Riyadh គឺ1-0នេះអូគូបងប្អូនប្រិមិត្តលេខ10ភាគច្រើន Al Riyadh ចូលចិត្តលេងនៅស្រាំងឆ្វេងហើយត្រង់នេះផ្ទះមួយជើងឆ្វេងគឺអត់ចូលទេព្យាយាមដែរប៉ុន្តែធ្វើមិនបានល្អ Al Riyadh នេះគឺឈរលេខរៀងទី15នៅក្នុងតារាង Pro League បងប្អូនប្រិមិត្តយើងគឺក្រោមនិយាយទៅនៅឆ្ងាយមែនទែនហើយទៅវិញពី Al Nassr ពីស្លាប់ខាងឆ្វេងហើយចោះចូលខាងក្នុងប៉ុន្តែទៅប្លុកដោយខ្សែការពាររបស់ Al Riyadh ហើយត្រង់នេះស្រីអូម៉ាណេចូលពូម៉ៅមកពីខាង Senegal សុទ្ធមួយជើងអូបាល់អស់សាយបាត់ហើយពីបាន2គ្រាប់តែឯងអូម៉ាណេនេះអូបាល់អស់សាយមែនទេបងប្អូនគាត់ចេញមុនឥឡូវទៅបន្តពីសារីអូម៉ាណេទៅទៀតហើយម៉ាណេនេះធ្វើបានល្អអូត្រូវបានខ្សែការពាររបស់ Al Riyadh រាំងនេះត្រង់នេះបងប្អូនម៉ាណេអូស្លាយខាងក្រោយបាទនេះយ៉ាងមិនចេះអាចពេលទីអត់ទេបងប្អូនអូឈូសជើងពីខាងក្រោយ
តែមើលនៅខាងប៉ែអឺរ៉ុបវិញគឺប្រហែលជាពេលទីឯងបងប្អូនប្រិមិត្តយើងនេះតែបាល់នេះសមឲ្យបាល់ពេលទីបងប្អូនប្រិមិត្តចប់ការប្រកួតគឺលទ្ធផល1-0 អាណាសឺ1 អារីយ៉ាត0អរគុណបងប្អូនប្រិមិត្តសម្រាប់ការតាមដានសូមជម្រាបលា